ចាជំរាបសួរបងប្អូនទាំងអស់គ្នាកាលពីម្សិលមិញខ្ញុំបានផុសនៅលើ page ដែរពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនរបស់ចៅសៀមមួយដែលគេបានផលិតរថក្រោះឬក៏រថពាដាយហ្នឹងដើម្បីលក់ទៅកាន់ពិភពលោកហ្នឹងចាហើយធម្មតាការកកើតក្រុមហ៊ុននីមួយៗវាតែងតែមានដើមហេតុវាហេតុអីបានវាកើតជាក្រុមហ៊ុនហ្នឹងឡើងមកចាហើយជាទូទៅប្រទេសសៀមបងប្អូននឹងស្រាប់ហើយតាក់ទងនឹងប្រជាជនវាគឺគេហៅថាគឺគេហៅសាច់ឈាមវាគឺបដិបដាលឲ្យប្រជាជនស្រឡាញ់ប្រទេសជាតិខ្លួនឯងជួយធ្វើអីមួយគឺគិតប្រទេសជាតិជាធំតែម្ដងចាគេហៅជាតិនិយមណាគឺគេបដោះមកអញ្ចឹងហ្មងហើយដោយលោកស្រីដែលជាម្ចាស់ក្រុមហ៊ុននឹងអញ្ចឹងចាអញ្ចឹងគាត់ឈ្មោះណប់ផារ៉ាន់កុលហ៊ីរ៉ាន់ចាអញ្ចឹងលោកស្រីហ្នឹងគាត់គឺជាគ្រូបង្រៀនប៉ុន្តែក្នុងហ្នឹងគេបានបញ្ជាក់ថាគាត់ហ្នឹងគ្រូបង្រៀនផ្នែកអីច្បាស់ទេចាហើយប្តីគាត់ហ្នឹងគឺឈ្មោះហ៊ីរ៉ាន់កុលហ៊ីរ៉ាន់ចាអញ្ចឹងគឺប្តីរបស់គាត់រៀនចប់ត្រឹមតែថ្នាក់ទី4អត់ចេះអក្សរទេបងប្អូនចាតែប្រពន្ធហ្នឹងគឺចេះដឹងប្តីហ្នឹងអត់ចេះទេចាហើយប្តីហ្នឹងនៅក្នុងព័ត៌មានហ្នឹងគេបានដាក់ថាគាត់គឺអ្នកដែលគាត់គេហៅថាដូចគេហៅដូចជាងឡានណាបងប្អូនចាតែគាត់ប្តីគាត់ហ្នឹងធ្វើតាក់ទងនឹងគ្រឿងបន្លាស់ជាងអីហ្នឹងនៅខាងជាមួយនឹងកងទ័ពទាហានហ្នឹងចានៅពេលដែលគ្រឿងសព្វាវុធដូចជារថក្រោះឬមួយក៏ឡានទាហានឡានអីដែលខូចអីហ្នឹងភាគច្រើនគឺប្តីគាត់ចូលទៅជួសជុលចូលអីទៅឲ្យគេអញ្ចឹងណាចាអញ្ចឹងទៅគឺបែកជាគំនិតលោកស្រីហ្នឹងចាប់ផ្ដើមមានគំនិតមួយថាត្រូវតែបង្កើតអ្វីមួយដើម្បីការពារប្រទេសជាតិនេះចាក្រុមហ៊ុនហ្នឹងណាចាគឺថាធ្វើអីមួយដើម្បីប្រទេសជាតិណានៅពេលដែលប្តីគាត់ចូលទៅប្រឡូកតាក់ទងនឹងការជួសជុលគ្រឿងសព្វាវុធនៅក្នុងមន្ទីរទាហានអីចឹងទៅប្រពន្ធហ្នឹងគាត់អ្នកចេះដឹងអញ្ចឹងទៅគាត់ក៏មានគំនិតអញ្ចឹងគាត់តែងតែអានសភៅតាក់ទងនឹងគ្រឿងសព្វាវុធចាដល់ពេលដែលគាត់អានហើយគាត់យកទៅបកហើយគាត់រៀបរាប់ប្រាប់រឿងរ៉ាវចារឿងរ៉ាវទាំងអស់ហ្នឹងឲ្យប្តីបានដឹងថាតើយើងគួរតែធ្វើអីដើម្បីការពារប្រទេសជាតិអីអញ្ចឹងចាអញ្ចឹងក៏បែកកំណត់បង្កើតជាក្រុមហ៊ុនហ្នឹងឡើងមកបងប្អូនចាហើយក្រុមហ៊ុនរបស់គាត់ហ្នឹងឈ្មោះ Cesare Menthol and Robert ចាឈ្មោះរបស់គេណាចឹងគឺគេផលិតនៅក្នុងហ្នឹងគឺទី1ចាទី1គឺពាក់ព័ន្ធជាមួយនឹងរថពាដែកកង់4ចានៅក្នុងហ្នឹងគេដាក់ថារថពាដែកកង់4ចាទី2ហ្នឹងគឺគេផលិតពាក់ព័ន្ធនឹងប្រព័ន្ធច្រវាក់ចាប្រព័ន្ធច្រវាក់ហ្នឹងដូចជាមានកង់មានគ្រឿងបន្លាស់សម្រាប់រថក្រោះនិងរថពាដែកផ្សេងច្រវាក់ដូចជាគេហៅថា M113 និង M60 អាកន្លែងហ្នឹងខ្ញុំអត់ច្បាស់ថាវាជាប្រភេទអីទេក៏គេដាក់មកនៅក្នុងហ្នឹងអញ្ចឹងណាបងប្អូនចាហើយទី3ហ្នឹងគឺប្រព័ន្ធកង់ចាប្រព័ន្ធកង់ហ្នឹងគឺសបកកង់ពិសេសដែលអនុញ្ញាតឲ្យយានយន្តហ្នឹងបន្តបើកបរបានហ្នឹងគឺថាទោះជាត្រូវគ្រាប់ទោះជាបែកអីក៏ដោយក៏នៅតែបើកបរទៅមុខបានអញ្ចឹងណាបងប្អូនគឺវានៅតែប្រើការបានចាអញ្ចឹងហើយទី4ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការជួសជុលនិងដំឡើងកម្រិតគេហៅថាស្តង់ដារសេវាកម្មជួសជុលអីហ្នឹងគឺគេមានទទួលសេវាកម្មនឹងឧទាហរណ៍ថាគ្រឿងចក្រនឹងចាស់អញ្ចឹងទៅគេនឹងជួសជុលឲ្យវាថ្មីវាអីអញ្ចឹងណាបងប្អូនចាអញ្ចឹងទី4កន្លែងហ្នឹងហើយពាក់ព័ន្ធនឹងការផលិតហ្នឹងគឺគេមានកម្រិតស្តង់ដារចាដើម្បីឲ្យរថក្រោះគាត់មានស្តង់ដារហើយពិភពលោកគេទទួលស្គាល់បងប្អូនចាគឺគាត់តាក់ទងជាមួយនឹងខាងអាមេរិកទិញគ្រឿងម៉ាស៊ីនពីខាងអាមេរិកមកហើយនឹងប្រព័ន្ធរៀបចំហ្នឹងគឺខាងអាមេរិកគេជួយចាអញ្ចឹងទៅគេឆ្លាតគេមានគំនិតហើយគេមានលុយអញ្ចឹងវាអត់អីពិបាកក្នុងការផលិតវាទេបងប្អូនចាចឹងទី1ពាក់ព័ន្ធនឹងគ្រឿងម៉ាស៊ីនពីអាមេរិកចាទី2គឺប្រព័ន្ធការពារដែកថែបអីហ្នឹងគឺលោកស្រីហ្នឹងយកមកពីប្រទេសស៊ុយអែតហើយនៅក្នុងហ្នឹងគឺមានអាល្លឺម៉ង់បច្ចេកវិទ្យាការពារគ្រាប់អីហ្នឹងគឺខាងអាល្លឺម៉ង់ចាហើយតាក់ទងនឹងទី3ហ្នឹងក៏ប្រព័ន្ធបច្ចេកវិទ្យាការពារអីផ្សេងហ្នឹងហើយបច្ចេកទេសគឺថាសរុបរួមទាំងអស់តែម្ដងហ្នឹងគឺខាងសៀមគេសហការជាមួយនឹងខាងអ៊ីស្រាអែលបងប្អូនហើយការសហការជាមួយខាងអ៊ីស្រាអែលមិនធម្មតាទេគឺសហការជាមួយក្រសួងការពារជាតិរបស់អ៊ីស្រាអែលទាំងតែម្ដងអញ្ចឹងគឺអ៊ីស្រាអែលជួយក្រុមហ៊ុនគាត់តាក់ទងនឹងការផ្ដល់ជាគំនិតផ្ដល់ជាបច្ចេកទេសចាតាក់ទងនឹងប្រព័ន្ធការពារអីគ្រឿងអីទិញយកមកហើយអ៊ីស្រាអែលគេសហការជួយធ្វើម៉េចឲ្យវាคล้ายទៅជាគ្រោងមួយរបស់ខាងរថក្រោះអីអញ្ចឹងទៅចាអញ្ចឹងបន្ទាប់ពីមានអ៊ីស្រាអែលហើយឥឡូវហ្នឹងគឺគាត់បានតាក់ទងជាមួយនឹងខាងទូគីបន្ថែមមួយទៀតចាអញ្ចឹងតាក់ទងនឹងបច្ចេកទេសអីផ្សេងដែលគេត្រូវអាប់ដេតហ្នឹងហើយធម្មតាគេអត់ត្រូវនៅដដែលទេគឺគេត្រូវតែមានអ្វីដែលថ្មីអញ្ចឹងមួយរយៈក្រោយហ្នឹងគឺគេតាក់ទងជាមួយនឹងទូគីមួយទៀតអញ្ចឹងក្រុមហ៊ុនរបស់លោកស្រីមួយទាំងមូលហ្នឹងបងប្អូនមិនមែនថាគេនឹងនិយាយទៅគេមិនមែនអ្នកផលិតទេប៉ុន្តែគេមានកំណត់ហើយគេមានលុយចង់និយាយចឹងណាហើយអញ្ចឹងទៅ
គឺគាត់តាក់ទងដូចមកទូរត់ក្រោះបងប្អូនបើនិយាយទៅចំណុចដែលក្រុមហ៊ុននឹងធ្វើបានគឺតាក់ទងនឹងការ design ឲ្យចេញខ្លាយជារត់ក្រោះរូបរាងរបស់រត់ក្រោះហ្នឹងប៉ុន្តែបច្ចេកទេសអីគឺយកមកពីប្រទេសគេទាំងអស់ចាអញ្ចឹងនៅក្នុងនោះខ្ញុំសរុបបន្ថែមតាក់ទងជាមួយនឹងរត់ក្រោះរបស់គាត់ហ្នឹងគឺមកពីខាង USA ផងសហការមួយ USA ស៊ុយអែតអាល្លឺម៉ង់ចាហើយតាក់ទងជាមួយអ៊ីស្រាអែលមួយទូគីទៀតអញ្ចឹងសរុបមកក្នុងរត់ក្រោះហ្នឹងគឺមាន5-6ជាតិសាសអីចឹងទៅហើយគេនឹងអាប់ដេតបន្តទៅទៀតអញ្ចឹងណាចាហើយសម្រាប់ការលក់ចេញវិញបងប្អូនគឺគាត់លក់បានជាង40ប្រទេសហើយនៅលើពិភពលោកហ្នឹងអញ្ចឹងនៅក្នុងនោះគឺមានតំបន់អាស៊ានអាស៊ីបូព៌ាហើយនិងប្រឆាំបូព៌ាចាហើយការដែលលក់ឲ្យហ្នឹងគឺមាន2ចំណុចដែរទី1តាក់ទងនឹងការដែលគាត់លក់បានគឺត្រូវថាខាងក្រសួងការពារជាតិរបស់សៀមហ្នឹងគឺអនុញ្ញាតចាអនុញ្ញាតហ្នឹងថាយ៉ាងម៉េចឧទាហរណ៍ថាបើសិនជាគាត់លក់គឺត្រូវតែច្បាស់ថាប្រទេសហ្នឹងគឺលក់ហើយគឺមិនប៉ះពាល់ដល់ប្រទេសសៀមគេថាសន្តិសុខដល់ប្រទេសសៀមឧទាហរណ៍ដូចយើងអញ្ចឹងគឺគេអត់លក់ឲ្យយើងទេចាអញ្ចឹងប្រទេសផ្សេងគេលក់ឲ្យតែប្រទេសយើងគេអត់លក់ឲ្យទេគេខ្លាចយើងទិញហើយយកទៅវាយគេវិញអញ្ចឹងណាចាអញ្ចឹងកន្លែងហ្នឹងគឺអត់អាចលក់បានទេហើយតើតាខាងក្រសួងការពារជាតិរបស់ប្រទេសសៀមគេអនុញ្ញាតដែរបានគាត់លក់បានហើយទី2ហ្នឹងគឺពាក់ព័ន្ធជាមួយនឹង UN ចាអញ្ចឹង UN តើតាស្ថិតនៅក្រោមការសន្យាការប្រើប្រាស់ចាតាមគេហៅថាគោរពច្បាប់របស់ UN ណាទើបគាត់អាចលក់បានដែរឧទាហរណ៍ថាទៅប្រទេសផ្សេងដែលស្ថិតនៅក្រោម UN គឺមុននឹងលក់ឲ្យគឺត្រូវតែ UN នឹងអនុញ្ញាតឲ្យឧទាហរណ៍ឥឡូវឧទាហរណ៍មួយថាពាក់ព័ន្ធនឹងប្រទេសណាដែលមានហានិភ័យដូចអ៊ីរ៉ង់ចាស់គេចោទថាអ៊ីរ៉ង់បកកការវឹកវរដល់ពិភពលោកអីចឹងអញ្ចឹងអត់អាចលក់ឲ្យអ៊ីរ៉ង់បានទេអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងតើតា UN អូខេដែរបានគាត់អាចលក់បានចាហើយចុងក្រោយនេះចង់បញ្ជាក់ប្រាប់បងប្អូនដែរការវាយគ្នាលើកទី1គេបានទៅសម្ភាសគាត់បងប្អូនហើយខ្ញុំស្ដាប់ហើយវាហួសចិត្តត្រង់ថាម៉េចគឺគំនិតរបស់ជនជាតិសៀមដូចខ្ញុំនិយាយចឹងគ្រប់ជាន់ថ្នាក់អីទាំងអស់គឺគេស្អប់យើងគេចង់តែវាយើងគេចង់តែនិយាយទៅគេថាយើងនឹងអាក្រក់តែម្ដងនៅពេលដែលគេសម្ភាសគាត់ថាចេះចុះសភាវុធរបស់គាត់រត់ក្រោះរបស់គាត់ហ្នឹងតើអាចលក់ឲ្យប្រទេសខ្មែរបានអត់គឺគាត់និយាយជួយមកច្បាស់មកគឺអត់អាចលក់ឲ្យខ្មែរបានទេអញ្ចឹងនៅក្នុងតំបន់អាស៊ានហ្នឹងណាអ្នកដែលបានទិញរថក្រោះពីគាត់ហ្នឹងគឺមានម៉ាឡេស៊ីចាម៉ាឡេស៊ីជាប់ប៉ុន្តែមានតំណែងល្អជាមួយនឹងខាងសៀមគឺគេលក់ឲ្យចាអញ្ចឹងមានម៉ាឡេស៊ីមានហ្វីលីពីនមានឥណ្ឌូនេស៊ីដែលបានទិញរថក្រោះរបស់គាត់ហ្នឹងរួចទៅហើយចាប៉ុន្តែប្រហែលគ្រឿងគឺគេអត់បានបញ្ជាក់ទេគ្រាន់តែថា3ប្រទេសហ្នឹងបានទិញពីគាត់ហើយតាក់ទងនៅក្នុងហ្នឹងគឺគេអត់លក់ឲ្យខាងភូមាឬមួយក៏ខាងខ្មែរយើងគឺថាដាច់ខាតអត់លក់ឲ្យទេពីប្រទេសហ្នឹងវៀតណាមគេលក់ឲ្យបានហើយឡាវគេលក់ឲ្យបានតែភូមាហើយនឹងខាងកម្ពុជាយើងគឺគេអត់លក់ឲ្យទេគឺគាត់បញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់ចានិយាយទៅគាត់អូយខ្ញុំស្ដាប់នៅពេលដែលសម្ភាសយាយហ្នឹងគឺគាត់ខូចហ្មងខូចនឹងការដែលគាត់ស្អប់យើងហើយក៏គាត់បន្ថែមបោយហើយនៅពេលដែលវាយគ្នាលើកទី2នេះទៀតគេទៅសម្ភាសគាត់ទៀតគាត់និយាយបងប្អូនគាត់មើងងាយយើងហ្មងគាត់ថាខ្មែរយើងគេហៅថាខូចគឺនៅពេលដែលនិយាយកិច្ចសន្យាអីមកគឺអត់គោរពគឺទៅនិយាយទៅថាខ្មែរយើងនឹងខូចហ្មងគាត់និយាយអញ្ចឹងអូយខ្ញុំពេលដែលឮសម្ដីជាប៉ែហ្នឹងនិយាយគឺខ្ញុំទប់ជាប់ហើយអញ្ចឹងបានខ្ញុំយកព័ត៌មានហ្នឹងដើម្បីចែករំលែកឲ្យបងប្អូនបានដឹងថាគេបង្កើតសភាវុធបានហើយគេក្នុងចិត្តគេមានកំណត់បែបហ្នឹងអញ្ចឹងយើងត្រូវរួមសាមគ្គីគ្នាហើយត្រូវប្រឹងប្រែងទៅថ្ងៃមុខទៀតអត់អាចប្រែតបដោយបានទេបងប្អូនចាគេអ្នកផលិតសភាវុធសម្ដីគេនិយាយចេញមកគឺមើងងាយយើងហើយគឺគេចង់តែវាយប្រហារយើងឧទាហរណ៍ថាឥឡូវគេប្រយុទ្ធជាមួយយើងពិភពលោកគេលក់គ្រឿងសភាវុធឲ្យសៀមគឺអត់បញ្ហាដោយសារសៀមគេមានអ្នកមានក្រុមហ៊ុនផលិតដែលខ្លួនគេបានអញ្ចឹងគឺគេអត់បញ្ហាក្នុងការប្រយុទ្ធជាមួយនឹងយើងទេចាជាចុងក្រោយចង់បញ្ជាក់ប្រាប់បងប្អូនដែរថាគេមានគ្នា71លានអ្នកណាបងប្អូនយើងមានតែ17លានអ្នកទេអញ្ចឹងសហការសាមគ្គីគ្នាជាថ្មីមកវិញហើយគេមានគំនិតឈ្លានពានយើងមិនត្រឹមតែប៉ុណ្្នឹងទេបើថ្ងៃមុខគេយកអង្គរវត្តយើងបានគឺគេយកទៀតហើយយើងដឹងស្រាប់ហើយទៅមើលប្រវត្តិសាស្ត្រពីមុនមកគេអត់មានដីគេអត់មានវប្បធម៌ទេប៉ុន្តែគេយកពីយើងបន្តិចម្ដងចាហើយមួយទៀតខ្ញុំចង់បញ្ជាក់សម្រាប់បងប្អូនខ្លះគាត់និយាយថាអ៊ីស្រាអែលពីមុនអ៊ីស្រាអែលអត់មានក្នុងផែនទីឥឡូវវាយកបានអីអញ្ចឹងបងប្អូនហើយទៅគិតអីអ៊ីស្រាអែលគេមានគំនិតជាតិនិយមគេមានរបៀបគេហៅចិត្តគេវិឆៅហើយសម្រាប់យើងនេះបើយើងមានហើយយើងថែទៅយើងចាំបាច់ឲ្យអស់ពីផែនទីអីអញ្ចឹងយើងសាមគ្គីគ្នាមកវិញភ្ញាក់រលឹកឡើងកុំចាំតតបាត់ឲ្យបានប្រឹងមកវិញអាមានឲ្យការពីមិនជាប់តម្រាំតបាត់ទៀតឲ្យធ្វើមិនទៅចាខ្ញុំដឹងថាពេលខ្លះយើងប្រើភាសាហ្នឹងដើម្បីលើកទឹកចិត្តប៉ុន្តែកុំឲ្យវាលងលយទៅតាមអ្វីការលើកទឹកចិត្តហ្នឹងខ្លាំងពេកយើងត្រូវប្រឹងមកវិញចាសៀមគេអត់ឈប់ត្រឹមហ្នឹងទេបងប្អូនគោលដៅគេណោះ
សៀមរាបប្រាសាទអង្គរវត្តចារាល់ថ្ងៃគេនៅថាបាត់ដំបងអង្គរវត្តសៀមរាបអីហ្នឹងរបស់គេទេវាអត់ដឹងថាយ៉ាងវិញនិយាយទៅវាដឹងដែរប៉ុន្តែវានៅតែធ្វើមិនដឹងវានៅតែចង់បានអញ្ចឹងណាអញ្ចឹងអាមហិច្ឆតារបស់គេចង់បានគេអត់ឈប់ត្រឹមហ្នឹងទេអញ្ចឹងយើងសាមគ្គីគ្នាជាថ្មីចាហើយខ្ញុំមានតែប៉ុណ្្នឹងទេក្នុងវីដេអូ